បណ្ឌិតនិងអ្នកចៅទូកក៏ទើបតែរៀនចប់មកថ្មីហើយក៏មានបំណងចង់ទៅលេងកោះមួយដោយជួនអ្នកចៅទូកម្នាក់ឲ្យជួនគាត់ទៅនៅតាមផ្លូវធ្វើដំណើរបណ្ឌិតម្នាក់នោះក៏សួរនាំទៅកាន់អ្នកចៅទូកថាបណ្ឌិតតើលោកចេះអង់គ្លេសទេអ្នកចៅទូកខឹងអត់ចេះទេបណ្ឌិតចឹងជីវិតរបស់លោកបាត់អស់25%បាត់ហើយចោះលោកចេះកុំព្យូទ័រទេអ្នកចៅទូកខឹងអត់ចេះទេបណ្ឌិតចឹងជីវិតរបស់លោកបាត់អស់25%ទៀតបាត់ហើយអញ្ចឹងលោកចេះអក្សរទេអ្នកចៅទូកនឹងខ្ញុំក៏អត់ចេះដែរបណ្ឌិតអញ្ចឹងលោកបាត់អស់25%ទៀតហើយហេតុអីក៏លោកមិនចំណាយពេលខ្លះទៅរៀនទៅលោកដឹងទេសង្គមយើងឥឡូវរីកចម្រើនខ្លាំងណាស់គេត្រូវការតែអ្នកមានចំណេះដឹងទៅធ្វើការតើលោកយល់ទេបាទលោកប្រហែលជាសន្ទុះក្រោយមកអ្នកនេសាទម្នាក់នេះក៏សួរទៅបណ្ឌិតវិញថាអ្នកចៅទូកតើលោកចេះហែលទឹកទេអត់ទេអ្នកចៅទូកចឹងជីវិតរបស់លោកប្រហែលជាបាត់បង់អស់100%ហើយព្រោះថានៅខាងមុខកំពុងតែមានភៀវខ្លាំងសម្ដីមករកយើងហើយទូកនឹងត្រូវលិតជាពុំខានគិតទីអប់រំ1មនុស្សមានសមត្ថភាពនិងចំណេះដឹងផ្សេងគ្នានៅក្នុងប្រកបរបរចិញ្ចឹមជីវិត2កុំប្រមាថនិងអួតចំណេះដឹងរបស់ខ្លួនព្រោះអ្នកពុំទាន់ចេះដឹងបាន1%នៃចំណេះដឹងលើកលោកនេះទេ3ចេះឯងឲ្យក្រែងចេះគេ